ជាសិស្សខ្ញុំផងដែរថ្ងៃនេះថ្ងៃទី29ខែឧសភាឆ្នាំ2025ចាហើយថ្ងៃនេះខ្ញុំមកធ្វើវីដេអូរៀនអំពី EPA topic ដែលជាសៀវភៅថ្មីក្រសួងនៅខាងកូរ៉េនេះគាត់ទើបតែចេញសេចក្តីប្រកាសប្ដូរសៀវភៅនៅក្នុងចុងឆ្នាំ2024កន្លងទៅចាអញ្ចឹងថ្ងៃនេះយើងមកចាប់ផ្ដើមរៀនសៀវភៅ EPA topic ហ្នឹងដែលជាសៀវភៅចេញថ្មីចាចាប់ផ្ដើមរៀនទាំងអស់គ្នាហើយសៀវភៅនេះដែរគឺចេញដោយក្រសួងគេហៅថា Khoeung Notongpu ចា Khoeung Notongpu Ministry of Employment and Labor ចាហើយនេះគឺជាកម្រងសៀវភៅគេណែនាំយើងទេឥឡូវថ្ងៃនេះនេះគឺជាចំណងជើងចាចំណងជើងនៃមេរៀននៅក្នុងសៀវភៅនេះអញ្ចឹងថ្ងៃនេះយើងមកស្គាល់តួអង្គនៅក្នុងសៀវភៅហ្នឹងចាតួអង្គនៅក្នុងសៀវភៅហ្នឹងហើយតួអង្គទី1នោះគាត់ឈ្មោះថាគាត់គឺជាជនផាគីស្ថានចាហារ៉ាចាអ៊ីស៊ីតេហ៊ូប៉ាន់ជាជាប់សង្សានជាតិចាគាត់គឺជាជនជាតិប៉ាគីស្ថានហើយឈ្មោះរបស់គាត់គឺឆាហារ៉ាគាត់គឺជាស្ត្រីមានវ័យខ្ទង់20ឆ្នាំជាងចាគឺជាបុគ្គលិកផ្នែកផលិតផលចាបន្ទាប់មកទៀតជុងគូចាគាត់នេះគឺជាជនជាតិចិនចាគាត់ជាជនជាតិចិនឈ្មោះរបស់គាត់គឺវ៉ាងមីនគាត់គឺជាបុរសហើយអាយុគាត់គឺគេហៅថាខ្ទង់20ឆ្នាំអញ្ចឹងបានន័យថា20លើសតិចតួចឬក៏20លើសច្រើនចាហើយបន្តមកទៀតគាត់ម្នាក់នេះឈ្មោះថាមីនអាអូនគាត់គឺជាជនជាតិវៀតណាមសុំទោសគាត់គឺជាជនជាតិមីយ៉ាន់ម៉ាគាត់គឺជាបុរសស្ថិតនៅក្នុងគេហៅថាវ័យ30ដើមចាហើយបន្ទាប់នេះមកទៀតឈ្មោះរបស់គាត់គឺភឿងគាត់គឺជាជនជាតិវៀតណាមបងទៅមួយយាយតើកូនដាក់ឈ្មោះគាត់ឈ្មោះភឿអងជនជាតិវៀតណាមគាត់ជាស្ត្រីគាត់មានអាយុ20ឆ្នាំជាងចានៅក្នុងវ័យគេថាវ័យ20ចាចាហើយបន្តមកទៀតគាត់គឺជាជនជាតិខ្មែរយើងចាហើយគាត់មានវ័យគេហៅថា30ឆ្នាំអញ្ចឹងឈូប៉ាន់នេះបានន័យថា30ឆ្នាំបាទទៅយាយម៉ាក់រវល់ណាទៅយាយប៉ាទៅណាប៉ាទៅណាប៉ាជិះម៉ូតូទៅណាមែនប៉ាជិះម៉ូតូទៅណាមើល
តមកខាងនេះឈ្មោះរបស់គាត់គឺអាមីណាគាត់គឺជាជនជាតិបង់ក្លាដេសហើយគាត់គឺជាមនុស្សស្រីគាត់មានអាយុ20ក្រាស់ហើយគាត់គឺជាបុគ្គលិកក្រុមហ៊ុនផ្នែកផលិតផលចារីឯគាត់ម្នាក់នេះឈ្មោះថាខាល់ឡូគាត់គឺជាជនជាតិហ្វីលីពីនគាត់អឺរ៉ុបអាយុ30ឆ្នាំ